ជាដំបូងសូមជម្រាបសួរលោកគ្រូអ្នកគ្រូនិងសួស្តីបងប្អូនសិស្សនិស្សិតទាំងអស់គ្នាខ្ញុំបាទឈ្មោះនូនសំណាងនឹងធ្វើពិសោធន៍បង្ហាញមួយទាក់ទងនឹងប្រធានបទទង្វើនិងអត្តសញ្ញាណកម្មឧស្ម័នអុកស៊ីសែនដែលវត្ថុបំណងគឺដើម្បីសម្គាល់ឧស្ម័នអុកស៊ីសែនតាមរយៈរងើកភ្លើងធូបមុននឹងឈានដល់ដំណើរការពិសោធន៍យើងត្រូវមានឧបករណ៍និងសារធាតុគីមីមួយចំនួនដែលឧបករណ៍របស់យើងរួមមានជើងតម្រូវហើយនិងបំពង់សាកចំនួន1ស៊ីឡាំងក្រាត់ដែលមានចំណោះ50មីលីលីត្រកាវប៊េសេជាមួយនឹង28បន្តក់ស្លាបព្រាដួសសារធាតុគីមីធូបដែកកេសរីឯសារធាតុគីមីរបស់យើងរួមមានទឹកអុកស៊ីសែននិងថ្លើមមឿនប្រើសម្រាប់ជាកាតាលីករបាទឥឡូវនេះយើងចូលដល់ដំណើរការពិសោធន៍ដំបូងគឺយើងត្រូវវិលទឹកអុីសែនចំនួន10មីលីលីត្រចូលទៅក្នុងស៊ីឡាំងក្រាត់បន្ទាប់មកយើងផ្ទេរទឹកអុីសែនចូលទៅក្នុងបំពង់សាកបន្ទាប់មកទៀតគឺយើងត្រូវយកថ្លើមមឿនដាក់ចូលទៅក្នុងបំពង់សាកទុកឲ្យវាមានប្រតិកម្មបន្តិចមកបន្ទាប់មកទៀតទើបយើងយករងើកភ្លើងធូបដាក់ចូលទៅក្នុងបំពង់សាកបាទជាចុងក្រោយគឺយើងត្រូវយករងើកភ្លើងធូបដាក់ចូលទៅក្នុងបំពង់សាកសង្កេតនិងកត់ត្រាលទ្ធផលចូលក្នុងតារាងលទ្ធផលបាទឥឡូវនេះដំណើរការពិសោធន៍របស់ខ្ញុំគឺបានបញ្ចប់ជាចុងក្រោយក៏សូមអរគុណលោកគ្រូអ្នកគ្រូនិងបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះសូមអរគុណសូមជម្រាបលា